អង្គតូចនៅក្នុងបរិវេណនេះព្រមទាំងអោសៀនយ៉ាងប្រណិតរួមនឹងស្រះកលនកៈទាំងនេះជាសទ្ធាជ្រះថ្លារបស់ព្រះបាទពុំពិសាលលោកមានសទ្ធាជ្រះថ្លាបានថ្វាយអោសៀនព្រៃឫស្សីដល់ព្រះសម្មាសម្ពុទ្ធជាម្ចាស់វត្តព្រៃឫស្សីជាកន្លែងជួបជុំភិក្ខុសង្ឃទាំង1250អង្គមកជួបជុំគ្នានោះគឺហៅថាចតុរង្គសន្និបាតព្រះអង្គប្រសាក្នុងលោកទ្រង់ចាន់បងនៅកិលេសទាំងអស់ខាងហើយយ៉ាងជន់ជាអនន្តហើយត្រាដឹងហើយខ្ញុំសូមត្រាថ្វាយបង្គំនៅព្រះសម្មាសម្ពុទ្ធនោះព្រះអង្គឆ្លងផុនគុំហើយព្រះអង្គជាតងជ័យនៃត្រៃលោកមានតែព្រះអង្គមួយជាទីពឹងនៃសំសានក្នុងត្រៃបង្គំយ៉ាងតែจะปันตาริเกสเมเนจลังเอยังตันตโยนะกะโพเอมุนิโลกะปะยังตังปะจลังจนมหังเสรสานะเมียมิสัมประบาเดนาได้ประสัมปุณรองประไดสถานจงโลกโลกสังเสียเพลยในสันโมนัมมะเตียสัมประบาเดนาได้ประสัมปุณรองประไดสถานจงโลกบุรีมวยกบายสังน้ำมาเตียมวยอนุโมทนีចឹងសូមជួយលោកគ្រូរៀបរាប់អំពីទីនេះតិចប៉ុណ្ណាសូមយើងចាំហើយការធ្វើចតុរង្គសន្និបាតរបស់ព្រះអង្គគឺទ្រង់បានផ្ដល់នៅអវាទបដិមោក្ខធម៌ទាំង3យ៉ាងគឺព្រះពុទ្ធទាំងឡាយតែងតែសម្ដែងជារៀងមកព្រៃឆេកងតិមិនដោយចក្រិនពេញខ្លាំងដោយកម្មសើនៃដោយព្រះពិធីស្រោមស្រោចចន្ទអំគឺបារមីមេត្តាព្រះចិនស្រីយ៉ាងបំរីឲ្យជាឡាយជាយ៉ាងអង្គចូលមានដល់យើងរាល់គ្នាដោយតែជាជ័យជាផ្លែឆ្នានាឡាកេរីព្រះមនិនបណ្ឌលោកត្រៃមានប្រតិធ្វើបរិហាវត្តទី1ក្នុងព្រះពុទ្ធសាសនានៅពេលដែលព្រះដ៏មានពភាបានទទួលការវេថ្វាយព្រៃឫស្សីឲ្យបានជាអារាមដល់ព្រះភិក្ខុសង្ឃនិងព្រះពុទ្ធជាប្រធានក្នុងកាលនោះនៅពេលដែលព្រះរាជាបាទពិមពិសាដែលបានសម្រេចសោតាបត្តិផលហើយបានវេថ្វាយដល់ព្រះដែលមានពភាហើយជ្រោចទឹកលើបាតប្រហោះស្ដាំរបស់ព្រះអង្គដល់បាតប្រហោះកាលណាហេតុដីក៏កំរើកញាប់ញ័រក្នុងកាលនោះបានអបអរសាទរដល់ក្រៃលែងក្នុងការដែលបានកើតឡើងជាវត្តជាអារាមទី1ក្នុងពុទ្ធសាសនាដើម្បីជាទីគង់ប្រថាប់នៅនៃព្រះសម្មាសម្ពុទ្ធសូមជ្រះថ្លាសូមអនុមោទនាណាគឺពុទ្ធសាសនាមានការចម្រើនលូតលាស់ចាប់ផ្ដើមចេញអំពីនគរមេកធៈនេះក្នុងក្រុងរាជក្រឹសដែលព្រះរាមានុភាពព្រះអង្គទ្រង់ស្ដេចជាងចូលមកដល់វត្តវេលវ័ននេះក៏ណាហើយស្ថានទីដែលយើងកំពុងតែបានរៀបចំនិងបានស្ដាប់នៅការសម្ដែងព្រះធម៌ញ៉ាំងសេចក្តីជ្រះថ្លារបស់កណ្ដាលគុណម្ចាស់នៅក្នុងឱកាសវេលាគ្រានេះទីនេះគឺជាទីកន្លែងសម្ដែងនៅអវាទបដិមោក្ខដោយបងអបាសកជំនិតបានសូត្រហ្វាធ្យាអំបញ្ញមិញជាមួយនឹងគុណចាស់ញាតិញោមស្រីប្រុសអញ្ចឹងហើយការកសាងនៅពុទ្ធបរិមាអង្គតូចស្ដោបនេះណាបានកសាងពុទ្ធរូបព្រះអង្គលើកពហោះរានេះគឺជាតំណាងក្នុងអវាទបតិមោក្ខថាអ្នកទាំងឡាយចូលកុំឲ្យធ្វើបាបរាពហោះអញ្ចឹងណាសពបាបស្សអករណង្ថាបាបគឺអ្នកទាំងឡាយកុំឲ្យធ្វើជាដើមប៉ុណ្ណឹងនឹងជាសញ្ញាបញ្ជាក់ស្ថានទីដែលព្រះអង្គសម្ដែងនៅអវាទបតិមោក្ខក្នុងថ្ងៃមេខៈបណ្ណមី15កើតខែមេបន្ទាប់ពីព្រះអង្គត្រាស់ដឹងបាន9ខែទៀតក៏ណា